ជាបឋមសូមក្រាបថ្វាយអង្គមកណ្ណាគុណចាស់ក៏ព្រះអង្គនៅសូមជម្រាបសួរបងប្អូនទាំងអស់គ្នាដល់ក្នុងថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ដែលសម្រាប់ពីកិច្ចការងារខ្ញុំកណ្ណាខ្ញុំបាទក៏បានឆ្លៀតឱកាសទៅវត្តស្វ័យមាសដែលជាទីកន្លែងធ្លាប់រស់នៅហើយក៏បានចូលមកក្រាបថ្វាយអង្គមឬក៏ផ្ដិតយករូបភាពនិងក្រាបថ្វាយអង្គមដើមពោធិព្រឹក្សនិងព្រះកន្តកតដែលជាទីកន្លែងដែលតម្កល់ណាព្រះអរហន្តធាតុនិងព្រះធាតុនៃព្រះដ៏មានពភាកនេះជាទស្សនវិជ្ជាដែលខ្ញុំបានផ្ដិតយកដល់ក្រោមដើមពោធិព្រឹក្សនៅដែលជាទីកន្លែងណាពុជ្ជនដ្ឋានសម្រាប់ពុទ្ធបរិស័ទនៅវត្តស្វ័យមាសក៏តែមកធ្វើទីសក្ការៈបូជាដូចជាមានកម្មវិធីមេបូជារស័កបូជាជាដើមតែប្រកម្មវិធីទីកន្លែងនេះហើយដើមពោធិព្រឹក្សក្នុងរដូវព្រះវស្សាអញ្ចឹងយើងមើលទៅគឺមានសេចក្តីជ្រះថ្លាសម្រាប់ពុទ្ធបរិស័ទដែលមានអធ្យាស្រ័យក្នុងការបំពេញបុណ្យនេះគឺជាព្រះកន្តកតយើងមើលទៅហាក់បីដូចជារៀងតូចបន្តិចដោយការសាងសង់ពីព្រះអង្គគ្រូចៅតកាលោកមានបតីមានអធ្យាស្រ័យក្នុងការសាងសង់មើលទៅរៀងតូចបន្តិចប៉ុន្តែជាទីកន្លែងដែលតម្កល់ព្រះធាតុរបស់ព្រះដ៏មានពភាកដែលហៅថាព្រះកន្តកតដើម្បីឧទ្ទិសថ្វាយព្រះដ៏មានពភាកឬក៏ព្រះរតនត្រ័យនឹករលឹកគុណព្រះសម្មាសម្ពុទ្ធកាលដែលព្រះអង្គគង់ព្រះជន្មនៅគឺពុទ្ធបរិស័ទដែលមានសេចក្តីជ្រះថ្លាតែងតែក៏សាងនៅព្រះកន្តកតដូចជានៅវត្តចិត្តពុនឬក៏តាមបណ្ដាវត្តអារាមនានានេះដាក់ដីទៅពុទ្ធភូមិហ្នឹងគឺដើម្បីកសាងព្រះកន្តកតនេះក៏ដើម្បីឧទ្ទិសថ្វាយចំពោះព្រះដ៏មានពភាកដើម្បីព្រះអង្គទ្រង់គង់ប្រថាប់នៅនេះជាស្រះដែលជាប់អមសង្ខារដែលនៅចិត្តព្រះកន្តកតនិងព្រះពោធិព្រឹក្សដែលពុទ្ធបរិស័ទក៏អញ្ជើញមកទៅកម្មវិធីបន់ជាពិសេសគឺពេលដង្ហែប្រទីបតែប្រពៃពិធីអណ្ដែតប្រទីបនៅស្រះនឹងឯងហើយនេះគឺជាការក្រាបថ្វាយអង្គមព្រះរតនត្រ័យនៅពេលដែលយើងមកវត្តអារាមចេះគឺសម្រាប់បងប្អូនដែលមានអធ្យាស្រ័យក្នុងការថ្វាយអង្គមព្រះឬក៏បំពេញបុណ្យនៃចេះសូត្រធម៌អេបន្តិចបន្តួចនឹងយ៉ាងហោចណាស់ក៏យើងត្រូវចេះសូត្រការពុទ្ធសាសគុណព្រះពុទ្ធគុណពធនិងគុណព្រះសង្ឃដោយសង្ខេបក៏ដោយគឺយើងមកថ្វាយអង្គមដើម្បីសន្សំនូវសេចក្តីល្អពីព្រោះដំណើរនៃជីវិតរបស់យើងគ្មានអ្វីជាទីពឹងក្រៅពីការសេចក្តីល្អនឹងទេទោះបីជាមានមាសប្រាក់កែវកងបទូសរកានទ្រព្យហឺហាយ៉ាងណាក៏ដោយក៏តែទ្រព្យសម្បត្តិទាំងអស់នោះនឹងត្រូវបាត់បង់ទៅវិនាសទៅនៅពេលដែលយើងបាត់បង់ជីវិតឬក៏យើងនៅមានជីវិតក៏ដោយពេលខ្លះក៏ទ្រព្យសម្បត្តិដែលយើងមានក៏ត្រូវបាត់បង់ទៅទាំងកិត្តិយសពេលខ្លះដែលយើងបានមកមុខតំណែងឋានៈក្រមផ្សេងៗហ្នឹងក៏ត្រូវបាត់បង់ទៅផងដែរព្រោះជារបស់បន្ទៀងក៏តែអ្វីដែលទៀងពិតប្រាកដនោះគឺដល់ពេលដែលបងប្អូនទាំងអស់គ្នាយើងបានពេញបន់ពេញកុសលគឺសេចក្តីល្អទាំងអស់ហ្នឹងជាទីពឹងសម្រាប់យើងនៅពេលយើងបាត់បង់ជីវិតទៅព្រោះក្នុងដំណើរនៃជីវិតរបស់យើងដឹងស្រាប់ហើយអ្នកដែលសិក្សាពុទ្ធសាសនាគឺយើងគ្មានអ្វីក្រៅពីកុសលកម្មនិងអកុសលកម្មដែលបន្តអំពីដែលយើងស្លាប់ទៅគឺមានតែបងកុសលនឹងឯងដូច្នេះតែឆ្លៀតឱកាសយ៉ាងហោចណាស់គឺមួយសប្តាហ៍ម្ដងឬក៏ពីរសប្តាហ៍ម្ដងយើងមានឱកាសក៏អញ្ជើញទៅវត្តអារាមដែលមានពុជ្ជនដ្ឋាននានាដូចជាព្រះស្រីមហាពោធិ៍ព្រះកន្តកតទៅតាមបដាវត្តអារាមសពថ្ងៃក្នុងប្រទេសខ្មែរយើងហ្នឹងគឺមានច្រើនណាក្របបដាវត្តអារាមសឹងតែមានគ្រប់វត្តអារាមដូច្នេះគឺដល់ពេលដែលវត្តអារាមមានពុជ្ជនដ្ឋានបូជាអញ្ចឹងគឺបងប្អូនយើងអាចទៅថ្វាយអង្គមឬក៏បោសសម្រាមបោសអីបំពេញបុណ្យពេញកុសលព្រោះយើងនឹករលឹកដល់ព្រះដ៏មានវិភាកដែលព្រះអង្គទ្រង់ត្រាស់ដឹងនៅក្រៅមណ្ឌលពោធិព្រឹក្សដូច្នេះគឺជាសក្តីជ្រះថ្លាយើងត្រូវតែព្យាយាមក្នុងការបំពេញទោះបីតិចក៏ដោយច្រើនក៏ដោយគឺព្រះអង្គទ្រង់តែតតសើអ្នកដែលបំពេញបុណ្យរឿយទោះបីជាបុណ្យនោះតិចគឺព្រះអង្គមិនឲ្យប្រមាទទេគឺព្រះអង្គមិនឲ្យប្រមាទថាទោះបីបុណ្យនោះមានប្រមាណតិចណាក៏ដោយគង់តែឲ្យផលហើយបុគ្គលមិនក៏បីមានសេចក្តីប្រមាទក្នុងការបំពេញបុណ្យបំពេញកុសលនឹងឯងចឹងចុងសប្តាហ៍យើងមានអីទេក្រៅពីឆ្លៀកឱកាសក្នុងការបំពេញបុណ្យបំពេញកុសលទៅនៃបេកិច្ចការងារដូច្នេះសង្ឃឹមថាពុទ្ធបរិស័ទយើងនឹងមានឱកាសយើងឆ្លៀកឱកាសក្នុងការបំពេញបុណ្យបន្តចឹងคลิปនេះគឺមានតែប្រមាណប៉ុណ្ណឹងបាទព្រោះខ្ញុំថតបានតែប្រមាណជា4-5នាទីទេដូច្នេះក៏រៀបរាប់
ណានៅប្រឌិតតាមរូបភាពដែលឆ្លៀតឱកាសដើម្បីទៅពេលណាមានតំណេឱកាសជាងទៅគឺថ្វាយអង្គមព្រះពោធិព្រឹកព្រះកន្តកតដើម្បីបំពេញបុណ្យជារៀងរាល់ចុងសប្តាហ៍ឬក៏2សប្តាហ៍3សប្តាហ៍ចេញទៅម្ដងព្រោះឱកាសពេលវេលានៃការបំពេញបុណ្យវាចង្អៀតសម្រាប់កុហកយើងដូច្នេះខ្ញុំក៏សូមក្រាបថ្វាយអង្គមលាកណាគុណចាស់ក៏ដូចជាជំរាបលាដល់បងប្អូនទាំងអស់គ្នានឹងជួបគ្នានៅឱកាសពេលក្រោយនៅក្នុងคลิปវីដេអូដែលជាប់ទាក់ទងក្នុងពុទ្ធសាសនាជាបន្តបន្ទាប់